ខ្ញុំមិនដូចគ្រូគេគ្រូខ្ញុំពេលខ្ញុំមកយឺតមកនាំគ្នាយកសភៅឡើងមកនេះកត់មេរៀនពីតំព័ន្ធទី1រហូតដល់តំព័ន្ធទី20កត់5នាទីឲ្យហើយណាអ្នកគ្រូសុំទោសខ្ញុំមកយឺតល្បាច់នៅផ្ទះអត់មានម៉ោងឯហាកាភៈមានតែអ្នកគ្រូប៉ុន្តែស្ទះផ្លូវហ៎ស្ទះផ្លូវគេបាញ់យកស្អីបើផ្លូវមានតែម៉ូតូមួយហ្នឹងដេកខអ្នកគ្រូសុំទោសអត់អីទេចូលមកចាអរគុណអ្នកគ្រូអេអង្គុយស្អីយើងឲ្យឯងចូលខាងក្នុងមែនតែឲ្យឯងនេះមកឈរជើងមួយនៅមុខក្តារខៀនអូឈរម៉ានទីអ្នកគ្រូកុំនិយាយនាទីជាមួយអ្នកគ្រូបើនិយាយម៉ោងអានឹងបានត្រូវអញ្ចឹងឈរម៉ានម៉ោង4ម៉ោងអូយដល់ម៉ោងជឿតែល្មមដឹងអញ្ចឹងឈឺមកអាគ្រូគេពេលគេមកយឺតបងប្អូនគ្នាយកសភៅមកឥឡូវនេះយើងទៅសេតាមអានណាសុំតើអ្នកគ្រូខ្ញុំមកយឺនហើយរវល់ធ្វើអីមិនមកយឺតទៀតអីស្ទះផ្លូវអ្នកគ្រូស្ទះផ្លូវបានអីកុំកុហកអ្នកគ្រូដឹងអីកូនឯងដេកខកត្រូវអត់ចាហើយកុហកអ្នកគ្រូទៅអីកុំនិយាយការពិតមកកាលអ្នកគ្រូនៅរៀនណាក៏ដេកខកចឹងដែរមិនអីទេកូនចូលមកគ្រូខ្ញុំពេលខ្ញុំសុំទៅបន្ទប់តាក់នេះរត់ទៅផោមែនអាស្អីគេនេះអញផោមហត់រងថ្ងៃនឹងមួយឆ្នាំក្រិតអីទៀតស្អុយថាវាភ័ក្រអុយស្អុយដូចអាចទៅជួចាញ់ទៅអើយចាំចាញ់លេងអូយមីភ័ក្រអើយទៅបន្ទប់ទឹកទៅមីក្បាញ់អូយហើយបើដេញអញក៏អញទៅដាក់អញឈឺអីអ្នកគ្រូអត់សុំទៅបន្ទប់តាក់បត់ជើងតូចឬមួយក៏បត់ជើងធំបត់ជើងតូចអ្នកគ្រូបើបត់ជើងតូចចាំតិចសិនទៅចេញលេងឡើងហើយអូយអត់ទេអ្នកគ្រូអូនឈឺបត់ជើងតូចឈឺខ្លាំងណាស់ចេញលើហើយមុខនឹងអាចត្មងនោះអត់ទេអ្នកគ្រូអូនឈឺបត់ជើងតូចឥឡូវប្រាប់តែឈឺអាចបន្តិចយើងឲ្យទៅហើយទេអ្នកគ្រូអូនឈឺបត់ជើងតូចឈឺខ្លាំងណាស់ចេញលើហើយយើងប្រាប់ឲ្យតាថាចាំតិចទៀតទៅចេញលេងឥឡូវហើយឥឡូវហ្នឹងយើងក៏បានបង្កើតវិន័យថ្មីដែរមួយឆ្នាំសុំទៅបត់ជើងតូចតែម្ដងឯងព្រោះខ្លាចខាតម៉ោងរៀនយល់បានអញ្ចឹងមិនទៅក៏បានដែរអ្នកគ្រូចាញ់ហើយអូយគ្រូគេពេលគេសុំទៅបន្ទប់តាក់អ្នកគ្រូអូនសុំទៅបន្ទប់តាក់ចាចេញទៅចោះកូនអរគុណអ្នកគ្រូគ្រូខ្ញុំពេលចេញលេងស្អីគេមកប្រមាណនេះអ្នកវាយជួងងាប់បាត់ដឹងឃើញវាយជួងសោះទៅពេលទីអូយយូរម៉េចអូយដឹងស្អីទេមីនេះមករៀនចាំតែមកចេញលេងយេចេញលេងបាត់មាត់ហើយអង្គុយស្ងៀមអ្នកគ្រូសូមពេលបរៀនតិចទៀតដើម្បីបង្ហើយមេរៀនដើរណាអាដុំម៉ោងចេញលេងឯងសុំថែមម៉ោងតិចហ្នឹងអ្នកគ្រូចាការចេញលេងដល់ម៉ោងចូលរៀនវិញឡើយនេះអ្នកគ្រូសុំពេលតាន់តិចទៀតទៅណាកូនអូគេវាយជួងចូលវិញល្មមតោះឥឡូវយើងរៀនតត្មងទៅមិនបាច់ចេញលេងអីទេអូខេអត់កូនអូខេអ្នកគ្រូថាគ្រូទៅគ្រូឲ្យពួកស្អីគេនេះស្អីដែរណោះគ្រូគេពេលចេញលេងឥឡូវអ្នកគ្រូសុំបរៀន10មេរៀនបន្ថែមទៀតណាអ្នកគ្រូចេញលេងបាទចាមិនអីទេកូននៅគ្នាចេញលេងចាមិនអីទេអ្នកគ្រូបរៀនតទៀតទៅមិនបាច់ចេញលេងក៏បានកុំចូលពេកដល់ម៉ោងចេញលេងក៏ចេញទៅរៀនច្រើនម៉ោងចាប់គ្នាពេកក៏មិនល្អដែរហើយណាមួយកូនក៏ត្រូវការពេលសម្រាប់ញ៉ាំអីក៏មិនកាពះធ្វើទុកតែកាពះធ្វើទុកក៏រៀនមិនចូលដែរណាមិនអីទេកូននៅគ្នាចេញលេងចាអរគុណអ្នកគ្រូអក្សរអ្នកគ្រូគេអក្សរអ្នកគ្រូខ្ញុំមើលមិនយល់
អូយឃើញភាសាដល់នេះតែលុយមានតែ500រៀល មានតែ500រៀលក៏អាចញ៉ាំភីសាបានដែរ មែន ចាជាមួយនឹងមីនីភីសាមកកញ្ចប់តែ500រៀលសំខាន់មានដល់ទៅ3ភីសាអូ បន្លែធូរថ្លៃហើយដូចចិត្តឆ្ងាញ់ទៀតណាគេថាតើមានលុយច្រើនមកញ៉ាំភីសាបានហ៎សម័យឥឡូវមានតែ500រៀលក៏អាចញ៉ាំភីសាបានដែរចា មីនីភីសាមាន2រសជាតិរសជាតិសាច់គោនិងរសជាតិសាច់ក្រក រសជាតិសាច់គោក៏ឆ្ងាញ់ដែរ រសជាតិសាច់ក្រកក៏ឆ្ងាញ់ មីនីភីសាមានតែ500រៀលក៏អាចញ៉ាំភីសាបានដែរគ្រូខ្ញុំពេលបង្រៀននឹងពេលប្រឡង ឥឡូវហ្នឹងចាំស្ដាប់តែគ្រូបញ្យោណាតាំងទៅទីប្រឡងប្រយ័ត្នអត់ចេះ បានគ្រូ 2 បូក 2 ស្មើ 4 3 បូក 1 ស្មើ 4 5 ដក 1 ស្មើ 4 8 ដក 4 ក៏ស្មើ 4 យល់អត់កូនកូន យល់ណាគ្រូ អញ្ចឹងចេះអស់ហើយណា បាទ អូខេតោះឥឡូវចាប់តាមប្រឡងអញ្ចឹង អូយដឹងស្អីទេអ្នកគ្រូពេលរៀន2 + 2ដល់ពេលប្រឡងដឹងជាស្អីទេនោះហេបងដែរចាអត់ណា ធ្វើមកគិតធ្វើគិតតែនិយាយហ្នឹងហើយលូល្ងឆ្លងណា អ្នកគ្រូ ល្មាច់ អូនអត់ចេះផងហ្នឹង ហ្នឹងហើយម៉ាញ៉ាអាពេលអ្នកគ្រូបញ្យល់អត់មានយកចិត្តទុកដាក់ស្ដាប់ទេដល់ពេលប្រឡងឃើញអត់ចេះអញ្ចឹងអត់ អូយបានអីចេះទេបើពេលប្រឡងផ្សេងពេលបរិញ្ញាបត្រផ្សេងចឹងគ្រូគេពេលបង្រៀននឹងពេលប្រឡង កូនៗទាំងអស់គ្នាខិតខំស្ដាប់អ្នកគ្រូបញ្យល់តិចណាតិចទៀតយើងប្រឡង បានណាគ្រូ 2 បូក 2 ស្មើ 4 3 បូក 1 ស្មើ 4 8 ដក 4 ស្មើ 4 យល់ទេកូនកូន យល់ណាគ្រូ កូនបាន ចាអ្នកគ្រូ ចាអស់ហើយណាកូន ចាអ្នកគ្រូ ល្អណាស់ឥឡូវលោកគ្នាដកកណ្ដាស់សភៅមកយើងប្រឡង អ្នកគ្រូចេញប្រឡងដូចមេរៀនមិញហ្នឹងបងចាស់ទៀតមានតែចម្លែក អ្នកគ្រូសំណួរដូចមេរៀនមិញហ្នឹង ចាបើមិនចេញដូចមេរៀនដែលយើងរៀនហើយពួកយើងមិនចេះ អ